សាសម័យមើលបងប្អូនបើយើងកំពុងតែរស់នៅសក់សក់សាប់តប៉ាម៉ាក់ដាមកប្រាប់ថាពួកគាត់ជាទេវតាហើយយើងជាកូនរបស់ពួកគាត់តើបងប្អូនជាអត់រឿងនៅកាន់តែហួចចិត្តជាងហ្នឹងគឺពួកគាត់បានបណ្ដេញយើងចេញពីផ្ទះដែលយកលេសថាចង់ឲ្យកូនរៀនរស់ដោយខ្លួនឯងនេះហើយជារឿងដ៏សានឈួតដែលបានកើតឡើងចំពោះនឹងស៊ូម៉ូទីងនៅក្នុងខែនេះតើនាងត្រីដោះស្រាយបែបណាតោះមកតាមដានទាំងអស់គ្នារឿងចាប់ផ្ដើមនៅថ្ងៃធម្មតាមួយស៊ូម៉ូទីងកំពុងតែអង្គុយលេងសុកសុតនៅផ្ទះស្រាប់តែប៉ារបស់នាងហៅមកអង្គុយជិតគាត់ក៏ចាប់ផ្ដើមធ្វើមុខមាំហើយសួរកូនស្រីថាកូនស្រីកូនធ្លាប់ឆ្ងល់អត់មិនបានប៉ាមុខនៅក្មេងហើយសង្ហារហូតអញ្ចឹងម៉ូធីងឆ្លើយបែបហេហេថាអត់ដែរឆ្ងល់ផងព្រោះនាងមិនដែលខ្វល់រឿងនឹងទេកើនកូនមិនចាប់អារម្មណ៍ប៉ារបស់នាងក៏ទម្លីការពិតតែម្ដងទេតាមពិតទៅគាត់គឺជាទេវតាមកពីឋានសួគ៌ចំណែកឯម៉ាក់របស់នាងវិញគឺជាបិសាចពួកគាត់បានស្នេហ៍ឆ្លងជាតិសាសន៍ហើយក៏បង្កើតបានកូនស្រីម្នាក់គឺនាងនឹងឯងតែបញ្ហាវានៅត្រង់ថាម៉ូធីងអត់មានកម្លាំងពិសេសអីសោះព្រោះធម្មពលទេវតានិងបិសាចក្នុងខ្លួននាងវាបដិសេធគ្នាធ្វើឲ្យនាងคล้ายជាមនុស្សធម្មតាសិតសាតម៉ូធីងស្ដាប់ហើយគិតថាប៉ានិយាយលេងសើចក៏ប្រាប់ម៉ាក់ឲ្យនាំប៉ាទៅពេទ្យឈួតទៅប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺម៉ាក់របស់នាងបាយជាងមុខក្បោតបញ្ជាក់ថារឿងហ្នឹងពិតមែនណាកូនបន្ទាប់ឲ្យកូនសួរនាំច្រើនប៉ាម៉ាក់របស់ម៉ូទីងក៏បន្តថាឥឡូវនាងអាយុ24ឆ្នាំហើយធ្វើការបាន1ឆ្នាំហើយអាចមើលថែខ្លួនឯងបានហើយពួកគាត់ថាប៉ាម៉ាក់នៅឋានកណ្ដាលយូរពេកហើយដោយសារតែកូនឥឡូវដល់ពេលដែលពួកយើងចង់ទៅលេងស្រុកកំឡែតវិញសរុបមកគឺចង់ទៅដើរលេងតែពីរនាក់ប្តីប្រពន្ធនឹងឯងម៉ូទីងឡើងគៀងនាងគិតថាប៉ាម៉ាក់ប្រឌិតរឿងប្លែកៗគ្រាន់តែចង់ដេញនាងចេញពីផ្ទះសោះអ្វីដែលកាន់តែហួសចិត្តទៀតនោះប៉ានាងប្រាប់ថាផ្ទះដែលកំពុងនៅរាល់ថ្ងៃហ្នឹងគឺផ្ទះជួលគេទេកូនឯងនៅម្នាក់ឯងវាក្រាស់ពេកតែរកផ្ទះណាថោកជួលនៅខ្លួនឯងទៅឬបែបហ្នឹងម៉ូទីងទ្រាំលែងបានស្រែកដាក់ថាពួកគាត់ឈួតអស់ហើយក៏រត់ចេញពីផ្ទះទាំងអារម្មណ៍ធន់ថប់បំផុតកំពុងតែដើរតាមផ្លូវសុកសុបម៉ូទីងក៏ប្រទះឃើញឆ្មាមួយក្បាលកំពុងដើរលួចបង្វែងផ្ទះដោយក្តីអាណិតនាងក៏និយាយទៅកាន់ឆ្មានោះថាអូឯងក៏ត្រូវគេបោះបង់ដែរមែនទេនាងក៏សន្យាជាមួយឆ្មាថាចាំបន្តិចសិនណាពេលខ្ញុំរកផ្ទះជួលបានខ្ញុំនឹងមកយកឯងទៅនៅជាមួយមើលទៅឆ្មានោះស្លូតណាស់តើម៉ូទីងចង់បដូរកន្លែងកក់កណ្ដៃឲ្យវាបន្ទាប់មកម៉ូទីងក៏បានជួបជាមួយភ្នាក់ងាររកផ្ទះជួលម្នាក់តែតានេះមិនមែនមនុស្សធម្មតាទេគាត់ដូចមនុស្សឆ្កូព្រលឹងផ្ទះអញ្ចឹងគាត់និយាយបែបកំឡាញថាចង់បានផ្ទះមែនមកតាមបងនាំទៅមើលផ្ទះស្អាតហើយគាត់និយាយម្ដងគឺដូចតួអង្គក្នុងរឿងតុក្កតាអានីមេអញ្ចឹងម៉ូទីងឆ្លើយថាគាត់គ្រាន់តែជាអ្នករកផ្ទះសោះចាំបាច់និយាយធ្វើរឹកធំដុំម្លេះតែមើលផ្ទះដែលគាត់ណែនាំទៅមកគ្នាផ្ទះទី1ប្តីប្រពន្ធកំពុងឆ្លោះគ្នាគ្រាន់តែដល់ចូលភ្លាមឃើញប្តីប្រពន្ធម្ចាស់ផ្ទះកំពុងឆ្លោះគ្នាបែកផ្សែងប្រពន្ធស័យថាខ្ញុំលែងចង់រស់ជាមួយឯងហើយប្តីតបវិញបើមិនពេញចិត្តលែងលាក់ទៅពួកគាត់ឆ្លោះគ្នាដណ្ដើមទ្រព្យដណ្ដើមកូនធ្វើឲ្យម៉ូទីងឈរមើលទាំងអាណិតតែសុកស្រាប់តែពួកគាត់ស្ទុះទៅថាបគ្នាត្រូវគ្នាវិញហើយនិយាយថាបងស្រឡាញ់អូនទៅវិញម៉ូទីងឃើញចឹងលន់មកថាអូយឈួតទេហ្នឹងរំខានណាស់ហើយក៏ដើរចេញមិនយកផ្ទះនឹងទេផ្ទះទី2ស្ងាត់ល្អតែរស់នៅមិនកាកភ្នាក់ងារក៏នាំទៅផ្ទះមួយទៀតហើយអួតថាកន្លែងនេះស្ងាត់ល្អណាស់គ្មានអ្នកជិតខាងទេតែម៉ូទីងឃើញបញ្ហាភ្លាមកងតាក់ភ្លើងនៅខ្ពស់ហួរក្បាលញៀងលោតបើកមិនដល់ទេភ្នាក់ងារថាក្រំក៏ហាត់ប្រាណតិចតួចសោះតែម៉ូទីងឆើយកាត់ថាកុំសង្ឃឹមគ្មានរឿងអីធ្វើឲ្យខ្ញុំចូលពីក្រែបានទេលើកលែងតែឈឺបាត់ជើងផ្ទះទី3ផ្ទះ Smart Home ផ្ទះចុងក្រោយទំនើបខ្លាំងមានម៉ាស៊ីនលាងចានម៉ាស៊ីនសម្អួតសូម្បីតែបង្គន់ក៏អូតូដែរតែម៉ូទីងរកឃើញបង្ហាមួយធំក្នុងទូខោអាវអត់មាន Wi-Fi ភ្នាក់ងារឆ្ងល់ចុងអ្នកនាងឯងចង់បាន Wi-Fi ក្នុងទូខោអាវធ្វើអីនាងឆ្លើយថាចុះបើអត់មាន Wi-Fi ប្រើ data វាថ្លៃមិនអស់ចិត្តនាងរកបញ្ហាបន្តក្នុងបន្ទប់ទឹកអត់កន្លែងដាក់ទូរស័ព្ទសាឡូមិនស្រួលអង្គុយមើល TV ម៉ាស៊ីនទឹកក្តៅមិនត្រូវចិត្តសំបីតែក្បឿងក៏នាងថាអាចក្រាក់មើលដែរកំពុងតែរើច្រើនស្រាប់តែឆ្មាដែលម៉ូទីងជួបកាលពីមុនដើរចូលមកភ្នាក់ងារឃើញអញ្ចឹងក៏ប្រាប់ថាអមួយញឹងឆ្មាវង្វេងទេវាចូលចិត្តមកលេងទីនេះបើជួលផ្ទះនេះអាចចិញ្ចឹមវាបានគ្រាន់តែឮថាអាចចិញ្ចឹមឆ្មាម៉ូទីងសប្បាយចិត្តភ្លាមស្រែកថាអូខេខ្ញុំយកមួយនឹងហើយនាងក៏ចុះហត្ថលេខាលើកុំត្រាផាច់ដោយមិនបានអានអីមួយម៉ាត់ស្រាប់តែ what
មានពន្លឺភ្លឺ tiền trai pin bẩn tục một tiếng bớt thân một vấn khơi chma nâng tu đã sạp lại ra bọn niếng khai từ chỉ pros át pi nhật bố kê này dạy thả su một tin nẹ ban cho công tra hài nẹ trư từ tua khó trư lơ bố dương nâng nơi chỉ mũi nhạc một tiếng pay phong small phong sải thả châu chma nữa ai na nhung cầm bông trư ai nâng hết ai nhung châu hạt tây kha đại sa tai từ tua dọc mình toàn bán niếng có rút chân bị té tiền mình đáp ca bẩn chuẩn một tiếng rút từ rọc cần lấy để khơi chma wing hay là giấy sum tốt tiền chọn sum tốt phong chma tốt nhung dọc ai từ mình bán thế rút nhung rọc tiền mình toàn bán tai khliêm nút bỏ ra sẵn happy nè đại bầm lạnh khuôn vì chma nâng tua đã sắp còn lích múc móc tiết hay thả nè ban chul tia hay ta cùng toàn alone rút đáp như sân mơ một tiếng phải bếch bầm rung hay bỏ lý sắp tầm miên sầm lên mà nút chát mình lừa làng khmênh sray bua kê mình ban bọc nàng tê nên cứ chia mình nút đã trừ ban kê trừ rờ một tiếng nhiệt mơ chuyền đầm nô na kế nâng sắp tầm miên lục ta mà nè đa chênh mốc hay prap thả ta cứ chia mà chát lấy này tì nè bê tiếng để niên bàn mơ sót ta chia ra bọc ta pro ta chỉ nè group krong đầm bọn nè có tham tiếng ua tiết thả miếngประหารជីធ្លាប់ឃើញតាហើយនៅលើទីវីតាគឺទេវតាផ្ទះបាយ Food God មកទាំងនៅតែមិនជឿខ្ញុំគ្រាន់តែជាមនុស្សធម្មតាទេបើរឿងជួយពិភពលោកអីហ្នឹងតើរឿងគេផ្សាំងទៅប៉ុន្តែលោកតា Food God ពន្យល់ថាទោះបីថាមពលក្នុងខ្លួននាងវាបាក់ដោយសារគ្នាក៏ដោយប៉ុន្តែនាងនៅតែជាកូនកាត់ទេវតានិងបិសាចដដែលមកទាំងនៅតែគិតថាពួកគេក៏ហប់ពូកនេះប្រហែលជាប៉ាម៉ាក់ខ្ញុំជួលមកបោកទេដឹងដើម្បីបានតែដោលេងចៅខ្ញុំគិតអញ្ចឹងហើយនាងក៏ទាញទូរស័ព្ទទេតែរកម៉ាក់ភ្លាមតែអ្វីដែលនាងមិននឹកស្មានដល់ទូរស័ព្ទនាងជួបប្រពន្ធទៅដល់ម៉ាក់នាងបានម៉ាក់នាងនិយាយមកថាអាឡូកូនស្រីមានការអីប៉ាម៉ាក់នៅលើឡានហោះហើយណាត្រង់នេះហើយដែលធ្វើឲ្យម៉ូទីងជឿជាក់ច្បាស់ថារឿងទាំងអស់នេះគឺជារឿងពិតតុកតា Food God ក៏ឆ្លៀតពន្យល់បន្ថែមថាឥឡូវនេះពួកទេវតាបានសម្រេចចិត្តបំផ្លែងខ្លួនទៅជាវត្ថុប្រើប្រាស់ចំណែកពួកបិសាចជួយពីក្រោយដើម្បីចុះមកស្វែងយល់ពីជីវិតមនុស្សប្រុសស្កាតម្នាក់ឈ្មោះ Sing Tianji គឺជាទូរស័ព្ទរបស់នាងហើយម្នាក់ទៀតឈ្មោះ Sing Dikwei គឺជាឆ្មាលោកតានិយាយពីទុក្ខលំបាករបស់គាត់ថាកាលពី2ឆ្នាំមុនមនុស្សចូលចិត្តផ្ទះជាប់មាត់ទន្លេតាក៏ខំសងឲ្យស្រាប់តែក្រោយមកគេបដូរចិត្តទៅចូលចិត្តនៅខុនដូវិញចិត្តមនុស្សពិបាកយន់ណាស់អញ្ចឹងហើយបានជាគាត់ចង់ឲ្យម៉ូធីងជួយបង្រៀនធៀងជីហើយនឹងឌីខ្វេឲ្យយល់ពីតម្រូវការរបស់មនុស្សសម័យឥឡូវម៉ូធីងតូវ៉ាព្រីមគ្រាន់តែត្រូវប៉ាម៉ាក់បណ្ដេញចឹងក៏ខ្ញុំវេទនាណាស់ទេហើយខ្ញុំអត់លេងជាមួយពួកលោកទេតែលោកតា Food God គំរាមតិចៗថាក្មេងស្រីមៀងបានចុះគុំត្រាហើយណាបើហ៊ានបំពេញគុំត្រាលទ្ធផលមិនមើលណៅទេស៊ីនណាងទទួលយកទាំងបង្ខំគ្រាន់តែលឺពីគំរាមមូធីងផៃស្លេកមុខហើយបដូរចរិតភ្លាមអូអត់បញ្ហាទេលោកតាខ្ញុំយល់ហើយអរគុណលោកតា Food God ដែលផ្ដល់ឱកាសខ្ញុំនឹងខិតខំធ្វើការឲ្យអស់ពីសមត្ថភាព Food God ញញឹមឲ្យថាក៏រីករាយឡើងក៏មានស្រីគឺការឲ្យឋានសួគ៌នឹងមានរង្វាន់ធំម៉ូធីងឮថារង្វាន់ក៏សួរដោយក្តីសង្ឃឹមតើរង្វាន់អីទេលោកតា Food God ឆ្លើយថាមៀងនឹងបានឃើញរបស់របរជាច្រើនទៀតคล้ายទៅជាមនុស្សប្រុសម៉ូធីងស្រែកឡើងចុងសម្លេងអត់ទេពីរអ្នកនឹងឈ្វីក្បាលក្រនបាហើយសូមយករបស់លោកតាទៅវិញទៅចិនមកនិយាយគ្នាឲ្យច្បាស់មកលោកតាម្ចាស់ដីកុំធ្វើពុតជាដេកលោកណារឿងក៏បញ្ចប់ត្រឹមម៉ូធីងកំពុងតែព្យាយាមរត់គេចប៉ុន្តែមិនរួចព្រោះនាងបានជាប់ក្នុងស្ថានភាពដ៏វឹកវរនេះបាត់ទៅហើយតើសរុបមកស៊ូម៉ូធីងដែលធ្លាប់តែជាបុគ្គលិកការិយាល័យធម្មតាឥឡូវត្រូវមករស់នៅជាមួយទូរស័ព្ទដែលជាទេវតានិងឆ្មាដែលជាបិសាចក្រោមការខ្លំមើលរបស់លោកតាម្ចាស់ដីបេសកបណ្ឌរបស់ពួកគេគឺរៀនសូត្រពីជីវិតមនុស្សដើម្បីជួយលោកប៉ុន្តែតើជីវិតនាងនឹងរញ៉េរញ៉ៃកម្រិតណាពេលមានប្រុសស្អាតពីរក្បាលនៅតាមជាប់រហូតអញ្ចឹងហើយតានាងនឹងបានឃើញរបស់អីផ្សេងទៀតคล้ายជាមនុស្សដែរឬទេចាំតាមដានអេពីសូតបន្ទាប់បងប្អូនយល់មិនដែរចំពោះរឿងនេះ
សម្រាប់ខ្ញុំវិញគឺ site ហៀតិចម៉ត់ល្មមបើចង់ដឹងថា moting នឹងទប់ទល់ជាមួយ TNG ហើយនឹងទីខ្វៃយ៉ាងម៉េចទៀតសូមចុច subscribe និង like ដើម្បីបានវីដេអូថ្មីៗហើយជួយ comment ប្រាប់ផងថាបើសិនជាបងប្អូនវិញសុករបបប្រើប្រាស់ផ្លាយជាមនុស្សអញ្ចឹងតើបងប្អូននឹងធ្វើយ៉ាងម៉េចជួបគ្នានៅអេពីសូតក្រោយ